បាននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទដោយសារព័ត៌មានទី2នឹងវែងអញ្ចឹងខ្ញុំចង់យកតែ3ទេមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យបានដឹងជាព័ត៌មានណាបាទគឺព័ត៌មានទី1នេះគឺខាងកម្ពុជាបាទខ្ញុំដកស្រង់ពីកាសែតខ្មែរ Times ផងពីបាទខាងរដ្ឋាភិបាលកម្ពុជាផងហើយនឹងខាងបាទខៅសូតនេះផងបាទគឺច្រើនណាបាទច្រើនអញ្ចឹងជូន credit នេះទៅខាងកម្ពុជាខ្មែរ Times ចុះបាទហើយនៅខាងរដ្ឋាភិបាលកម្ពុជាគឺខាងកម្ពុជាបានតវ៉ានឹងថៃដែលនាំខាងអនុព័ន្ធយោធាបរទេសហើយរួមទាំង FBI ផងចូលមកក្នុងតំបន់អូស្មាច់ដែលជាទឹកដីរបស់កម្ពុជាដើម្បីឲ្យមើលកន្លែងទីតាំងដែលជាមន្ទីរឆបោកតាមអនឡាញដែលដំណើរការទៅដោយក្រុមជនឆបោកចិនក៏ប៉ុន្តែនៅក្នុងទឹកដីរបស់កម្ពុជាដែលពេលបច្ចុប្បន្ននេះគឺថៃយោធាថៃគ្រប់គ្រងហើយចូលមកដោយគ្មានការអនុញ្ញាតពីកម្ពុជានោះទេហើយនៅថ្ងៃនឹងដែរគឺអត្ថបទមួយរបស់សារព័ត៌មាននៅខាងក្រៅប្រទេសនោះគឺគាត់ពិនិត្យមើលបាទអូស្ត្រាលីសារព័ត៌មានអូស្ត្រាលីគាត់ពិនិត្យមើលអំពីកន្លែងឆបោកមួយដោយផ្ដោតទៅលើជ្រុងនៃក្រុមមួយដែលគេធ្វើកន្លែងសម្រាប់បណ្ដំខ្លួនជាប៉ូលីសរបស់អូស្ត្រាលី AFP ហ្នឹងគឺមិនមែនសារព័ត៌មានបារាំង AFP ណាគឺបាទគឺ Australian Federal Police គឺប៉ូលីសជាតិរបស់ខាងអូស្ត្រាលីដែលខាងជនឆបោកនោះខ្លាចបន្លំអញ្ចឹងអ្នកសារព័ត៌មានដែលគាត់ទៅហ្នឹងគឺគាត់សរសេរផ្ដោតទៅលើបញ្ហាហ្នឹងខ្ញុំចង់ឲ្យប្រិមិត្តបានដឹងផងដែរថាតើនៅក្នុងនោះគឺមានអ្វីខ្លះបាទខាងពីការដែលនិយាយថាកម្ពុជាមិនសប្បាយចិត្តក៏ប៉ុន្តែក៏ចង់ឲ្យប្រិមិត្តបានដឹងពីពួកកម្រមានអ្នកបានដឹងណាអំពីថាតើការរៀបចំរបស់ក្រុមឆបោកនោះនៅកន្លែងអង្គភាពគេនោះគឺគេធ្វើយ៉ាងម៉េចណាបាទហើយព័ត៌មានទី3ហ្នឹងគឺការចរចារវាងខាងរុស្ស៊ីហើយនិងអ៊ុយក្រែនគឺនៅថ្ងៃនេះហើយក៏ប៉ុន្តែមុននឹងការចរចាតែប្រហែលម៉ោងប៉ុណ្ណោះគឺរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែនដោយសម្ដៅទៅលើរោងចក្រអគ្គិសនីក្នុងពេលដែលស្ថានភាពអាកាសធាតុនៅទីនោះត្រជាក់ខ្លាំងក្រោម0រហូតដល់20ជាងអង្សាសេបាទគឺត្រជាក់ខ្លាំងណាស់ហើយធ្វើឲ្យប្រជាពលរដ្ឋរបស់អ៊ុយក្រែនមួយចំនួនគ្មានអគ្គិសនីប្រើប្រាស់បាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំសម្រាប់យកជូនប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះបាទអញ្ចឹងសូមជូនអត្ថបទនេះមួយការពិតមានដកស្រង់ពីខាងសេចក្តីថ្លែងការណ៍របស់ខាងក្រសួងការបរទេសរបស់កម្ពុជាទេប៉ុន្តែខ្ញុំសូមជូន credit ទៅអ្នកសារព័ត៌មានយើងអ្នកសារព័ត៌មានដូចគ្នាយើងជូន credit អ្នកសារព័ត៌មានដើម្បីឲ្យគាត់មានទឹកចិត្តធ្វើការគឺខ្មែរ Time ណាខ្មែរ Time អញ្ចឹងខ្ញុំដាក់ខ្មែរ Time ហើយខ្ញុំនឹងអាច switch មកខាង Kausot ផង Kausot បាទគឺគាត់ដាក់ចំណងជើងគាត់មិនមានចំណងជើងមួយទៀត Kausot គាត់ដាក់គឺខាងកម្ពុជាតវ៉ាប៉ុន្តែខ្ញុំបញ្ចូលមិនទាន់បាទមើលសាករកសិនមើលតើទាន់មិនទាន់នេះបាទទាន់តើនេះបាទឃើញទេចឹងមានច្រើនណាខៅសូតបើចឹងឥឡូវខ្ញុំនិយាយជាសរុបជូនប្រិយមិត្តតែម្ដងទៅអំពីបដកម្មនានានៅថ្ងៃនេះពាក់ព័ន្ធជាមួយនឹងការដែលក្រុមចារកម្មរបស់ខាងប្រទេសថៃនាំអនុព័ន្ធយោធាបរទេសរួមទាំង FBI ផងទៅមើលកន្លែងកាស៊ីណូមួយនៅតំបន់អូស្មាច់បាទគឺក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជានឹងគឺគាត់បានតវ៉ាជាផ្លូវការដែលប្រឆាំងយ៉ាងខ្លាំងនឹងប្រទេសថៃដែលធ្វើរៀបចំដំណើរទស្សនកិច្ចហ្នឹងគឺកម្ពុជាចាត់ទុកថាគ្មានការអនុញ្ញាតបាទមានការអនុញ្ញាតពីខាងកម្ពុជានោះទេបាទគឺរៀបចំហ្នឹងគឺដែលមានទីតាំងទៅមើលទៅដល់ហ្នឹងគឺនៅស្រុកអូស្មាច់ខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជាដែលរៀបចំឡើងកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2026បាទដំណើរទស្សនកិច្ចហ្នឹងគឺការក្រសួងការបរទេសកម្ពុជាចាត់ទុកថាគ្មានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាទេគឺស្មើនឹងការរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាបាទសន្តាគារនិងទីធ្លានោះបើតាមការរៀបរាប់របស់ខាងភាគីកម្ពុជានិងសារព័ត៌មាននេះឲ្យដឹងថាគឺមានចម្ងាយរហូតដល់397ម៉ែត្របាទចូលទៅក្នុងទឹកដីកម្ពុជាពីចំណុចត្រួតពិនិត្យអន្តរជាតិអូស្មាច់អញ្ចឹងគឺចំណុចត្រួតពិនិត្យអូស្មាច់ហ្នឹងគឺជាចំណុចច្រកអន្តរជាតិដែលមានការទទួលស្គាល់ឯកភាពគ្នាទាំងសងខាងបាទឥឡូវនេះហួសពីកន្លែងហ្នឹងអញ្ចឹងនេះគឺជាការបញ្ជាក់របស់ខាងភាគីកម្ពុជាហើយវាស្ថិតនៅ
ជាប់នឹងសសរព្រំដែនលេខ15របស់កម្ពុជាផងដែរហើយនឹងថៃតំបន់នេះបើយោងតាមសារព័ត៌មាននឹងខាងភាគីកម្ពុជាឲ្យដឹងថាតំបន់នេះត្រូវបានគ្រប់គ្រងដោយកម្លាំងយោធាថៃក្នុងអំឡុងពេលវាយលុករបស់ពួកគេពីថ្ងៃទី20ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2015ដូច្នេះកម្ពុជាគឺគាត់ថាគាត់បដិសេធណាគាត់បដិសេធនឹងជំទាស់យ៉ាងដាច់អហង្ការចំពោះបដិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃរួមទាំងការអនុវត្តនៅសិទ្ធិអធិបតេយ្យភាពនឹងច្បាប់របស់ថៃនឹងដោយខុសច្បាប់ដែលមកធ្វើការអនុវត្តច្បាប់មកលើទឹកដីរបស់កម្ពុជាបាទហើយវាជាការមួយដែលមិនត្រឹមតែរំលោភទៅលើច្បាប់កម្ពុជាទេគឺជាការរំលោភធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានបាទដែលថៃនឹងគឺធ្វើដូច្នេះគឺជាការប៉ុនប៉ងកាន់កាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់បាទគឺដោយឡែកគឺខាងកម្ពុជានឹងគឺបាននៅតែបដិញ្ញាក្នុងការដោះស្រាយបញ្ហារបស់ខ្លួនគឺតាមយន្តការច្បាប់អន្តរជាតិដែលមានក្នុងពេលកន្លងមករវាងប្រទេសទាំងពីរបាទនោះគឺជារឿងមួយដែលខាងកម្ពុជាក៏តវ៉ាណាហើយនេះគឺតាមរយៈលិខិតនេះជាភាសាខ្មែរក៏មានជាភាសាអង់គ្លេសក៏មានដែរខាងក្រសួងការបរទេសបានចេញផ្សាយនៅថ្ងៃនេះអញ្ចឹងគឺរឿងរ៉ាវនោះកើតឡើងកាលពីថ្ងៃទី2កម្ពុជាតវ៉ានៅថ្ងៃទី4ជាផ្លូវការហើយខ្ញុំជូនកន្លែងនេះគឺក្រោយដំណើររឿងហ្នឹងគឺក្រោយពីខាងថៃនាំប្រតិភូបរទេសទៅយោធាបរទេសទៅហ្នឹងគឺមានសារព័ត៌មានច្រើនខាងថៃគាត់គឺធ្វើជាគេថា media stand ហ្មងមក media stand គឺហៅសារព័ត៌មានហៅឲ្យច្រើនទៅហ្នឹងបាទឃើញសារព័ត៌មានច្រើនចុះផ្សាយជាការពិតចឹងមែនហើយខាងពេលហ្នឹងគឺភ្លាមហ្នឹងគឺខាង Council នេះគាត់ថា Global Media Expose Osmite Scam Hub បាទគាត់ screenshot សារព័ត៌មានធំនានាដែលបានចុះផ្សាយហ្នឹងគឺគាត់បានសរសេរចំណងជើងនឹងហើយប៉ុន្តែក៏អត់បានបញ្ជាក់ថាបាទតើនេះជាការរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជាឬយ៉ាងណានាំកម្លាំងបរទេសទៅ scam មែនក៏ប៉ុន្តែទឹកដីបរទេសមិនមែនជាទឹកដីរបស់ថៃនោះទេអញ្ចឹងសារព័ត៌មានថៃគាត់គួរតែផ្ដោតទៅលើជើងនឹងផងថានេះគឺជាទឹកដីមិនមែនជាទឹកដីរបស់គាត់នោះទេបាទនេះគឺសារព័ត៌មានហើយនៅពេលដែលកម្ពុជាតវ៉ាអញ្ចឹងហើយគឺខាងថៃនេះបាទខាងថៃនឹងខៅសូនហ្នឹងបាទខ្ញុំជឿថាប្រិមិត្តមិនចូលចិត្តទេប៉ុន្តែយើងចង់ដឹងដែរថាតើខាងបរទេសគេនិយាយពីយ៉ាងម៉េចពីយើងត្រូវតែមើលដែរគេនេះចំណងជើងរបស់ខៅសូនគាត់ថាកម្ពុជាមិនពេញចិត្តបាទគឺខាងសម្មាឬក៏គ្រាមក្រំអាប់សិតហ្នឹងគឺថាមិនពេញចិត្តទេដែលក្រោយពីមានការបង្ហាញមជ្ឈមណ្ឌលឆោបោកទៅដល់ឲ្យបណ្ដាញសារព័ត៌មានបរទេសហើយនឹងខាង FBI ដែលគាត់សរសេរចំណងជើងហ្នឹងគឺរបៀបចង់ប្រាប់ថាកម្ពុជាមិនសប្បាយចិត្តដែលនាំទៅមើល scam site ប្រិមិត្តមើលចំណងជើងហ្នឹងឃើញមិនមែនកម្ពុជាមិនសប្បាយចិត្តទេដែលរំលោភចូលទឹកដីរបស់ខ្លួនអញ្ចឹងយើងមើលបាទប្រិមិត្តមួយចំនួនដែលនៅតែសរសើរសារព័ត៌មានថៃអីថាសរសេរច្រើនឥឡូវយើងមើលចំណងជើងដឹងហើយប៉ុន្តែអតិភិច្រើនឥឡូវហ្នឹងកម្ពុជាយើងមិនពេញចិត្តនឹងខាងសូតការសរសេររបស់គាត់ពីច្រើនណាគេគាត់ប្រើចំណងជើងនេះ Cambodia upsets after FBI media shown scam sites គឺបានន័យថាកម្ពុជាមិនសប្បាយចិត្តដែលក្រោយពីបង្ហាញមជ្ឈមណ្ឌលឆោបោកហ្នឹងទៅ FBI និងសារព័ត៌មាននៅក្នុងសាច់រឿងពិតគឺលិខិតនេះមានតែប្រិមិត្តអាចចូលទៅអានមើលគឺមិនមែនចឹងណាគឺកម្ពុជាមិនសប្បាយចិត្តដែលនាំកម្លាំងបរទេសចូលមកក្នុងទឹកដីរបស់កម្ពុជាការកាប់ទឹកដីរបស់កម្ពុជាបាទអញ្ចឹងបណ្ដាសារព័ត៌មានពេលខ្លះគឺការពិតគាត់សរសេរបំភ្លឺខ្លះដែរពីការពិតណាបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានទី2នេះគឺព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននៅអូស្ត្រាលីគាត់បានសរសេរឲ្យដឹងអំពីការរៀបចំជាកន្លែងប៉ូលីសអូស្ត្រាលីបន្លំជាកន្លែងប៉ូលីសអន្តរអូស្ត្រាលីដែលបានឃើញអញ្ចឹងខ្ញុំចង់បង្ហាញជូនប្រិមិត្តផងដែរថាតើនៅកន្លែងនោះគឺក្រុមឆោបបោកនោះគឺគាត់មានធ្វើប្រតិបត្តិការយ៉ាងម៉េចដើម្បីឲ្យប្រិមិត្តបានដឹងផងដែរណាបាទបើទោះបីជាមានការតវ៉ារបស់កម្ពុជាពីរឿងនាំចូលទឹកដីបាទទឹកដីរបស់កម្ពុជាទេណាគឺយើងចែករឿងឲ្យច្បាស់គឺកម្ពុជាមិនសប្បាយចិត្តនឹងថៃនាំកម្លាំងបរទេសចូលទឹកដីកម្ពុជាប៉ុន្តែកម្ពុជាអត់ដែរជំទាស់រឿងមជ្ឈមណ្ឌលឆោបបោកអីទេឥឡូវនេះគឺខ្ញុំសូមបាទកម្ពុជាមិនជំទាស់នឹងការដែលបង្ក្រាបមិននិយាយច្រឡំពាក្យពលនេះអ្នកមានចេតនាមិនល្អយកទៅកាត់ច្រឡំបាទកម្ពុជាមិនជំទាស់នឹងការបង្ក្រាបមជ្ឈមណ្ឌលឆោបបោកអនឡាញតែខាងកម្ពុជាកំពុងតែធ្វើនេះទេបាទគឺកម្ពុជាកំពុងតែធ្វើដោយខ្លួនឯងផងដែរបាទអញ្ចឹងឥឡូវខ្ញុំសូម
បង្ហាញព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននៅអូស្ត្រាលីបាទគាត់រាយការណ៍អំពីមជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងដែលខាងពួកចិនហ្នឹងគឺរៀបចំយ៉ាងម៉េចឲ្យគាត់បានចូលទៅដល់នោះគាត់បានរៀបចំឲ្យឃើញបាទរាយការណ៍ឲ្យឃើញបាទគឺតាមសេចក្តីរាយការណ៍ហ្នឹងគាត់ថានៅក្នុងនោះគឺមានបរិវេណហ្នឹងគឺមាន logo របស់ប៉ូលីសអូស្ត្រាលីបាទគឺទោះបីជាវាមិនដូចពិតប្រាកដក៏ប៉ុន្តែវាស្តៀងតែម្ដងគឺប៉ូលីសសហព័ន្ធអូស្ត្រាលីតែម្ដងគឺ AFP ហ្នឹងមានដាក់នៅលើជញ្ជាំងហើយមានបិទទង់ជាតិរបស់អូស្ត្រាលីចំនួន2ផងដែរប៉ុន្តែគឺមិនមែនជាការិយាល័យពិតប្រាកដទេគឺជាការរៀបចំคล้ายៗបាទរៀបចំដោយជនឆបោកដែលយោធាថៃនិយាយថាដំណើរការពីមជ្ឈមណ្ឌលឆបោកដែលមាននៅក្នុងអគារ6ជាន់នៅក្នុងទីក្រុងព្រំដែនអូស្ម៉ៃខេត្តឧត្តរមានជ័យបាទអញ្ចឹងគឺខាងសារព័ត៌មាននេះក៏បាននិយាយថាគឺអគារនោះនៅក្នុងទឹកដីរបស់កម្ពុជាដែរណាគឺនៅអូស្ម៉ៃខេត្តឧត្តរមានជ័យហើយការដែលរៀបចំជាឈុតប៉ូលីសអូស្ត្រាលីคล้ายៗនេះគឺមិនមែនមានតែមួយនឹងទេគាត់ថាមានបន្ទប់ច្រើនទៀតដែលគេរៀបចំស្តៀងគ្នាហ្នឹងគឺរបៀបជាការិយាល័យប៉ូលីសដែលមកពីជុំវិញពិភពលោកគឺបន្លំជាប៉ូលីសចិនក៏មានប៉ូលីសសិង្ហបុរីក៏មានប្រេស៊ីលក៏មានឥណ្ឌាក៏មានឥណ្ឌូនេស៊ីនិងវៀតណាមបាទគេធ្វើជារូបប៉ូលីសហើយអញ្ចឹងគឺគោលបំណងរបស់គេគឺដើម្បីឆោបោកជនរងគ្រោះហ្នឹងហើយបើតាមសារព័ត៌មាននេះឲ្យដឹងថាការរកឃើញនេះគឺធ្វើឡើងបន្ទាប់ពីមានការព្រមានក្នុងពេលកន្លងមករបស់ខាងប៉ូលីសអូស្ត្រាលីកាលពីខែវិច្ឆិកាថាមានជនឆោបោកខ្លាចបន្លំជាមន្ត្រីប៉ូលីសរបស់អូស្ត្រាលីហ្នឹងដើម្បីតាមឆោបោកពលរដ្ឋអូស្ត្រាលីដើម្បីឲ្យចង់បានរូបិយប័ណ្ណគ្រីបតូហើយអ្នកជំនាញបាននិយាយថាខណៈពេលដែលជនឆោបោកហ្នឹងគេដឹងថាមានជាយូរមកហើយថាខ្លាចបន្លំធ្វើជាអាជ្ញាធររបស់ប្រទេសនីមួយៗដោយដែលបានរៀបរាប់អំបញ្ញមិញហ្នឹងគឺការដែលបង្ហាញរូបភាពហ្នឹងគឺអ្នកជំនាញគាត់ថាជារឿងមួយគួរឲ្យចាប់អារម្មណ៍ឧទាហរណ៍ដូចជាលោកសាស្ត្រាចារ្យអ៊ីវ៉ាន់ Franceschini បាទដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលីបាទដែលជាអ្នកជំនាញដែលសិក្សាស្រាវជ្រាវនៅខាងការឆោបោកតាមនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគាត់ថាអ្វីដែលបានឃើញហ្នឹងគឺបង្ហាញថាប្រតិបត្តិការឆោបោករបស់គេហ្នឹងគឺមានលក្ខណៈទុំធ្លាយធំគឺគេមិនកំណត់តែតាមធ្វើបាបជនរងគ្រោះនៅក្នុងប្រទេសអូស្ត្រាលីមួយទេគឺថាជាតិសាសន៍ផ្សេងជារឿងមួយដែលពួកខាងឆោបោកហ្នឹងគឺប្រកែកណាស់ហើយនៅក្នុងបរិវេណហ្នឹងបើតាមសារព័ត៌មាននេះគាត់រាយការណ៍ដោយផ្អែកទៅលើខាងប្រភពយោធាថៃទេគាត់ថាគឺនៅក្នុងបរិវេណហ្នឹងគឺការរកឃើញហ្នឹងគឺមានផុសតាងដែលមានការខ្លែងបន្លំឆ្លងដែនដែលរៀបចំជាប៉ូលីសហើយនឹងដំណើរការរៀបការហ្នឹងគឺដំណើរការប្រតិបត្តិការរបស់គេហ្នឹងដែលអាចឲ្យឃើញបានហ្នឹងគឺដោយសារតែតាមទំនោរគឺពួកគេបានចាក់ចេញដោយយ៉ាងតក់ក្រហល់អញ្ចឹងហើយបានជាមានបន្ទប់ជាច្រើននៅរាយប៉ាយមានឯកសារមានឧបករណ៍និងរបស់របរផ្ទាល់ខ្លួនបាទទំនងជាទៅបានគេបោះបង់ចោលតែទីនោះហើយសារព័ត៌មានដកស្រង់ពីប្រភពយោធាថៃថាបរិវេណនេះមានមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនរងគ្រោះនៃការជួញដូរហ្នឹងគឺទៅបានគេបង្ខំឲ្យធ្វើការនៅទីនោះដើម្បីបោកប្រាស់បាទដែលឯកសារដែលគេបានរកឃើញពីទីតាំងហ្នឹងមានដូចជាបញ្ជីរីនាមគោលដៅដែលគេទៅបោកប្រាស់ហ្នឹងនៅប្រទេសណាហ្នឹងគឺមានជាគេធ្វើជាបញ្ជីរបស់គេហើយនឹងមានព័ត៌មានលម្អិតអំពីបុគ្គលម្នាក់ហ្នឹងទៀតបាទគេដឹងទាំងអស់បាទដូចខ្ញុំបើកវងចោលមួយដូចខ្ញុំជាឧទាហរណ៍អ្នកទេមកលើកមុនខ្ញុំអាសាលើកនិយាយដែរស្គាល់ច្បាស់ទាំងឈ្មោះយើងផ្ទះយើងធ្វើការនៅណាដឹងទាំងអស់បាទផ្ទះនៅម្ដុំណាហ្នឹងបាទសួរទាំងអស់ពីមុខខ្ញុំអត់ដឹងខ្ញុំចេះនិយាយទៅប៉ុន្តែខ្ញុំមានព័ត៌មានដែលសំខាន់មួយចំនួនខ្ញុំអត់ទេហើយជាពិសេសតកតនឹងរឿងដែលខ្ញុំជិះដាច់ខាតហ្នឹងគឺរឿងលុយកាក់បាទលុយកាក់វិនិយោគគឺខ្ញុំអត់មកហើយនៅរឿងទី2ហើយរឿងផ្លូវមនោសញ្ចេតនាហ្នឹងគឺអត់ទេអត់លូកលាន់តាមអនឡាញមកមិនដែលឃើញគ្នាទៅប្រទេសផ្ដាស់ទេអត់ទេបាទចឹងគឺខាងយោធាថៃហ្នឹងគាត់បានប្រាប់ទៅដល់ខាងអ្នកសារព័ត៌មានបរទេសហ្នឹងគឺថាមានការរៀបចំឲ្យឃើញអញ្ចឹងណាបាទខាងហើយថៃគាត់ចោទថាកន្លែងហ្នឹងគឺកម្ពុជាបានប្រើប្រាស់ជាមូលដ្ឋានយោធាដែរមកមុនពេលដែលខាងថៃមករបស់បានហ្នឹងបាទក៏ប៉ុន្តែក្រោមបទជបាញ់សម្រាប់បានការពីខែធ្នូហ្នឹងគឺបាទគឺភាគីទាំងពីរបានយល់ព្រមបន្ធូរបន្ថយនៅការប្រយុទ្ធគ្នាបាទហើយនឹងគឺបានន័យថាអ្នកណានៅទីតាំងនៅទីណាចូលជើងនៅទីនោះហើយត្រឡប់មកក្នុងបន្ទប់នឹងវិញគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាមានបន្ទប់រាប់សិបបាទដែលមានបន្ទប់ឈើតម្រង់ជួរគ្នាជាមានស្នោគេមានរៀបចំជាស្នោដើម្បីការពារសម្លេងក
កុំឲ្យឆ្លើយឆ្លងគ្នាបានហើយមានបញ្ជី script ដែលគេទៅនិយាយបាននិយាយហ្នឹងគឺមានច្រើនភាសាតែម្ដងចឹងដូចថារបៀបដូចគេថាអូននិយាយថាខ្ញុំមកពីប៉ូលីសតើប្រវេអីចឹងបាទដូចជាករណីខ្ញុំបើមកចប់ភាសាទៀតបាទគាត់បន្លំមកជាប៉ូលីសធ្វើជាប៉ូលីសមិននេះមកពីខាងពុនដាគាត់ទេថាពួកគាត់មកពីខាងពុនដាហើយនៅអាមេរិកនេះខ្ញុំបើមកចប់ភាសាទៀតណានៅអាមេរិកនេះក៏ដោយនៅអាមេរិកនេះតែខ្មែរយើងក៏ដោយសហគមន៍ផ្សេងពិសេសសហគមន៍អាស៊ីណាពិសេសសហគមន៍អាស៊ីហ្នឹងមានអ្នកដែលបោកប្រាស់តាក់ពុនបងពុនអត់ត្រឹមត្រូវដល់ទៅពេលលឺសូតាគេទេមកពីខាងពុន IRS អញ្ចឹងម្នាក់ភ័យបាទដល់ទៅពេលប៉ះខ្ញុំមិនដែលបន្លំសូម្បីតែមកកាក់ម៉ាស៊ីនខ្ញុំសួរទៅវិញខ្ញុំសួរឯងចង់បានបន្ទប់គុកបន្ទប់ដាក់ប្រហែលនេះពេលនោះវាថាមិនលេងសាច់ទេគឺគេមកពី IS ខ្ញុំថាហ្នឹងហើយខ្ញុំដឹង IS ប៉ុន្តែឥឡូវទេណែឯងទេចាំខ្ញុំប៉ូលីសខ្ញុំក៏វិញចឹងទៅខ្ញុំប៉ូលីសឥឡូវណែឯងចង់មកទៅដល់ផ្ទះណាខ្ញុំទៅយកណែខ្ញុំនិយាយស្ដីឲ្យវិញលេងចឹងដែរណាបាទពេលទំនេរពេលមិនទំនេរទេខ្ញុំបាត់ចោលអូទេចូលសម្មាមបាទគេចូលសម្មាមបាទអញ្ចឹងបើតាមការរៀបរាប់នោះគឺមាន script នេះជាច្រើនភាសាមានបញ្ជីជាមួយជនរងគ្រោះដែលទៅគេគម្រាមនឹងមានលេខទូរស័ព្ទមានកុំព្យូទ័រមាន hard drive គេច្រើនបាទហើយគេនឹងគឺមានពួកគេនឹងគឺបន្លំជាអាជ្ញាធរជាប៉ូលីសបាទដែលពីខាងក្រៅមកគឺធ្វើពេលដែលគេជួបសន្ទនាគ្នាហ្នឹងគឺគេបើកវីដេអូឲ្យមើលអញ្ចឹងគេថាអូនេះប៉ូលីសនៅខាងនេះអញ្ចឹងណែនឹងមានការអញ្ចឹងហើយមនុស្សមួយចំនួនគឺឃើញអញ្ចឹងទុកចិត្តហើយភ័យហើយបើកាលណាយើងធ្វើខុសឆ្គងអីមែនឬក៏មានការវិនិយោគអីមិនត្រឹមត្រូវមែនគឺច្បាស់ជាខ្លាចហើយបាទអញ្ចឹងដូច្នេះបើតាមអ្នកជំនាញមួយនេះគាត់ថាបណ្ឌិត When Cheshin នេះគាត់ថាគេធ្វើអញ្ចឹងគឺដើម្បីឲ្យអ្នកដែលគេបោកប្រាស់ហ្នឹងគឺមានទំនុកចិត្តថាពិតជាកំពុងតែនិយាយជាមួយប៉ូលីសមែនបាទដូចយើងធម្មតាយើងមានតែស្គាល់ logo ប៉ូលីសអីពិតប្រាកដ logo คล้ายៗអីបាទតើអ្នកជំនាញខាងហ្នឹងបាទប្រជាជនធម្មតាអត់ទេបាទបើជាអញ្ចឹងគឺនៅក្នុងបញ្ជីហ្នឹងគឺគេកំណត់គោលដៅហ្នឹងជនរងគ្រោះហ្នឹងក៏មាននៅក្នុងប្រទេសចិនដែរបាទចិនបោកចិនក៏មានដែរនៅថៃក៏មានជប៉ុនបាទម៉ាឡេស៊ីសិង្ហបុរីនិងប្រេស៊ីលបាទក៏មាននៅក្នុងផងដែរហើយកាលពីឆ្នាំមុនគឺខាងប៉ូលីសអន្តោប្រវេសន៍សំទោសប៉ូលីសជាតិរបស់អូស្ត្រាលីក៏បានព្រមានសាធារណជនក៏ដែរថាមានករណីដែលបោកប្រាស់ខ្លាចបន្លំជាមន្ត្រីប៉ូលីសហើយហៅទៅជាវីដេអូទៅកាន់ជនជាតិអូស្ត្រាលីអញ្ចឹងគឺដូច្នេះប្រជាពលរដ្ឋគេមួយចំនួនគេដឹងរឿងហ្នឹងគេរីកាទៅដល់ខាងប៉ូលីសបាទពីព្រោះគោលដៅរបស់ពួកគេហ្នឹងគឺបោកប្រាស់ដើម្បីយកលុយ crypto អ្នកណាដែលចាយលុយ crypto គេយកលុយហ្នឹងបើអ្នកណាមិនមានទេគេឲ្យទៅទិញលុយ crypto ហ្នឹងបាទហើយដើម្បីលួចព័ត៌មានផ្ទាល់ពីទិន្នន័យរបស់អ្នកហ្នឹងបាទយកទៅបោកប្រាស់បន្តគ្នាបាទគឺបើតាមអ្នកជំនាញខាងសិក្សាខាងស្រាវជ្រាវមួយទៀតគឺលោកហៃលួងបាទដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith បាននិយាយថាអ្នកបោកប្រាស់ដែលខ្លាចបន្លំជាមន្ត្រីប៉ូលីសគឺមានគោលបំណងរៀបចំធ្វើយ៉ាងណាឲ្យជនរងគ្រោះនឹងមានអារម្មណ៍ភ័យខ្លាចនិងត្រូវដោះស្រាយបញ្ហានេះជាបន្តតែម្ដងបាទរូបថតនៃការិយាល័យប៉ូលីសคล้ายៗនៅអូស្មាច់ហ្នឹងបង្ហាញថាមជ្ឈមណ្ឌលបោកប្រាស់ហ្នឹងគឺបាទគេធ្វើយ៉ាងនេះដើម្បីរៀបចំបាទដើម្បីឲ្យមានការទុកចិត្តនិងមានការខ្លាចហើយជាការមួយដែលបង្ហាញថានេះគឺជាក្រុមអក្រិតជនដែលមានការរៀបចំឡើងសារព័ត៌មានបានបញ្ចប់ដោយនិយាយថាតើខាងប៉ូលីសជាតិរបស់ខាងអូស្ត្រាលីបានឆ្លើយតបយ៉ាងម៉េចបាទអ្នកជំនាញនិយាយថាការឆោបោកគម្រាមកំហែងនេះគឺប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនទៅលើប៉ូលីសបាទប៉ូលីសគេពិតប្រាកដបាទគឺធ្វើឲ្យប្រជាពលរដ្ឋនឹងលែងទំនុកចិត្តហើយវាជាការពិបាកណាស់នៅក្នុងការដែលប៉ូលីសទៅធ្វើការឆ្លើយតបយ៉ាងណាបាទគឺទៅតែធ្វើយ៉ាងណាដើម្បីឲ្យមហាជនបានដឹងហើយមហាជនត្រូវមានទំនុកចិត្តនៅក្នុងការរាយការណ៍ទៅដល់សមត្ថកិច្ចដើម្បីឲ្យបានដឹងអំពីការទំនាក់ទំនងគឺពេលដែលគេតាក់ទងមកហ្នឹងគឺកុំបើថាគេចង់ឲ្យធ្វើអ្វីកុំធ្វើតាមគឺត្រូវទៅដាក់ទូរស័ព្ទនឹងចុះហើយនិយាយទៅលេខទូរស័ព្ទពិតប្រាកដតែម្ដងបាទហើយប៉ុន្តែខាងអាជ្ញាធរប៉ូលីសអូស្ត្រាលីបើយោងតាមអត្ថបទនេះក៏បានបញ្ជាក់ដែរគាត់ថាគឺមន្ត្រីរបស់ប៉ូលីសរបស់អូស្ត្រាលីហ្នឹងដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាហ្នឹងគឺក៏កំពុងតែធ្វើការជាមួយនឹងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជាដែររួមទាំងនឹងនគរបាលរបស់កម្ពុជាគឺធ្វើការជាមួយនឹងប៉ូលីសកម្ពុជាដើម្បីឆ្លើយតបបង្ក្រាបមជ្ឈមណ្ឌលឆោបោកដែលមានគោលដៅកំណត់ទៅលើពលរដ្ឋអូស្ត្រាលីបាទអ្នកនាំពាក្យ
ខាងប៉ូលីសរបស់អូស្ត្រាលីបាននិយាយថាគឺខាងប៉ូលីសអូស្ត្រាលីបានដឹងអំពីការចោទបោកដែលបន្លំធ្វើជាភ្នាក់ងារប៉ូលីសជាតិរបស់អូស្ត្រាលីហើយនឹងបន្លំធ្វើជាអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតដើម្បីបោកប្រាស់ជនរងគ្រោះដើម្បីឲ្យផ្ញើប្រាក់ទៅដល់ពួកគេក៏ប៉ុន្តែគាត់បានបន្ថែមថាជាអកុសលការរៀបចំទាំងនេះគឺពួកគេរៀបចំដូចណាស់មកដែលបណ្ដាលឲ្យជនរងគ្រោះមួយចំនួនបានជឿជាក់បាទហើយដូច្នេះគឺខាងប៉ូលីសក៏បានផ្ដល់ដំបូន្មានឲ្យអ្នកដែលរងគ្រោះគឺកុំបង់លុយតាមគេតាក់ទងទៅភ្លាមហ្នឹងគឺត្រូវរាយការណ៍ទៅដល់ប៉ូលីសហើយជូនដំណឹងទៅធនាគារបើសិនបើមានការដកលុយដកអីនោះដើម្បីឲ្យគេបិទកងធនាគារហើយជាពិសេសគឺកុំផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងកណនីធនាគាររបស់ខ្លួននឹងឲ្យទៅជនដែលយើងមិនស្គាល់នឹងដើម្បីជៀសវាងការចាញ់បោកណាបាទអញ្ចឹងនេះគឺជារឿងមួយដែលខាងសហព័ន្ធមានអូស្ត្រាលីនេះគឺគាត់បានរាយការណ៍ឲ្យខ្ញុំដកស្រង់មកជំរាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងអំពីអ្វីដែលខាងសហព័ន្ធមានបានរកឃើញពីមជ្ឈមណ្ឌលឆោបោកហ្នឹងបាទអញ្ចឹងដូច្នេះរឿងនេះបើពុកកញ្ចក់បន្តិចគឺបាទអ្នកធម្មតាយើងមិនងាយបានចូលដល់កន្លែងគេហ្នឹងទេបាទចូលគឺមានតែចូលអត់មានចេញរួយទេបាទចូលទៅហ្នឹងគេឲ្យការងារធ្វើបណ្ដោយបាទយើងអ្នកធម្មតាណាបាទដូចខ្ញុំទៅអីហ្នឹងពងអាគោដៅរលមកហ៊ានទៅចូលទៅកន្លែងហ្នឹងគឺចេញវិញអត់រួចទេបាទចេះអង់គ្លេសចេះអីស្រាប់ផងចេះគឺគេឲ្យទៅចូលរួមបោកប្រាស់គេហ្នឹងបាទអញ្ចឹងក្រៅពីព័ត៌មានដែលកម្ពុជាតវ៉ាអញ្ចឹងយើងត្រូវចែកព័ត៌មាននឹងជាពីរណាបាទបញ្ចប់ព័ត៌មានទាក់ទងនឹងបញ្ហាហ្នឹងគឺជាពីរណាទីមួយគឺកម្ពុជាតវ៉ាការដែលថៃនាំកម្លាំងបរទេសចូលទៅទឹកដីកម្ពុជាបាទមិនមែនតវ៉ាទៅលើការបង្ក្រាប scam អីទេណាកម្ពុជាគឺនិយាយច្បាស់កន្លែងហ្នឹងមិនដូចសារព័ត៌មានថៃទេអញ្ចឹងព័ត៌មានទី2នេះគឺខ្ញុំចែកឲ្យប្រិយមិត្តបានដឹងថាតើការធ្វើបដិបត្តិការនៅក្នុងមជ្ឈមណ្ឌល scam ហ្នឹងគេធ្វើយ៉ាងម៉េចដែលជាសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបាទហើយនៅក្នុងសារព័ត៌មាននេះក៏បានរាយការណ៍ល្អរបស់គាត់ដែរគឺនៅចុងបញ្ចប់គាត់បានតាក់ទងទៅប៉ូលីសអូស្ត្រាលីគាត់ក៏បានបញ្ជាក់ថាកម្ពុជាក៏កំពុងតែសហការជាមួយនឹងគាត់ដើម្បីធ្វើការបង្ក្រាបនឹងផងដែរបាទនេះគឺជាព័ត៌មានទី2ណាដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានទី3នេះគឺសូមជូនខ្លីទេបាទគឺតាក់ទងជាមួយនឹងការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែនបាទបើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាខាងយោធារបស់ខាងរុស្ស៊ីនឹងបានបាញ់ទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរោងចក្រអគ្គិសនីរបស់អ៊ុយក្រែនបន្តទៀតហើយនៅមុនពេលដែលភាគីទាំងពីរជួបចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមបើតាមប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky លោកបានចោទប្រកាន់កាលពីថ្ងៃគៀមសំមិញថារុស្ស៊ីគឺឆ្លៀតឱកាសនេះមកវាយប្រហារមកលើធម្មពលរោងចក្រអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនហើយជាការមួយដែលរំលោភទៅនឹងការព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតីអាមេរិកដែលថាក្នុងអំឡុងពេលនេះគឺមិនវាប្រហារទៅលើធម្មពលអគ្គិសនីរបស់ខាងអ៊ុយក្រែនទេជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដើម្បីឲ្យប្រជាពលរដ្ឋមានកម្ដៅមានអ្វីប្រើនៅក្នុងពេលដែលរដូវរងានេះចូលមកដល់ហើយឆ្នាំនេះបាទជារឿងអភ័ព្វមួយទៀតគឺនៅអ៊ុយក្រែនហ្នឹងរដូវរងាហ្នឹងគឺរងាខ្លាំងមែនទែនបាទគឺធ្លាក់ទៅរហូតដល់ដក26អង្សាសេគឺត្រជាក់ខ្លាំងណាស់បាទដូច្នេះបើតាមខាងអ៊ុយក្រែនហ្នឹងគឺរុស្ស៊ីនឹងបានវាយប្រហារដោយ drone នឹងរាប់រយគ្រឿងហើយនឹងបាទមីស៊ីលនឹងក៏ជាចាត់សន្ធឹកផងដែរនៅថ្ងៃអង្គារម្សិលមិញនេះបាទគឺមុនពេលដែលការជួបចរចាហ្នឹងលោក Zelensky បាននិយាយថាអ៊ុយក្រែនរងចាំប្រតិកម្មពីសហរដ្ឋអាមេរិកផងដែរតើសហរដ្ឋអាមេរិកមានប្រតិកម្មយ៉ាងណាចំពោះការដែលរុស្ស៊ីបានបាត់ការវាយប្រហារពេញមួយយប់តែម្ដងហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែននោះខណៈដែលទីក្រុង Washington បានជំរុញឲ្យមានបទជួបបាញ់គ្នារយៈពេលខ្លីបាទខណៈដែលទីក្រុង Washington បានស្នើឲ្យមានបទជួបបាញ់គ្នារយៈពេលខ្លីដែលបានចូលជាធរមានក្នុងពេលកន្លងមកហើយជាពិសេសគឺកុំឲ្យវាយប្រហារទៅលើធម្មពលរោងចក្រអគ្គិសនីរបស់ខាងអ៊ុយក្រែនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់អ្នកយកព័ត៌មានថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាជាមួយនឹងលោក Trump ថាមិនវាយប្រហារក៏ប៉ុន្តែការព្រមព្រៀងនេះនឹងទៅផុតនៅថ្ងៃអាទិត្យនេះបាទអញ្ចឹងដូច្នេះមិនទាន់ផុតផងរុស្ស៊ីបានបើកការវាយប្រហារលោក Zelensky លោក Trump បានមានប្រសាសន៍នៅឯសេដ្ឋវិមានថាបាទគឺពីថ្ងៃអាទិត្យដល់ថ្ងៃអាទិត្យហើយគឺនៅបើកចំហបាទហើយឥឡូវនេះគឺមានការវាយប្រហារយ៉ាងខ្លាំងកាលពីយប់មិញបាទ
នៅពេលដែលសួរទៅខាងសេដ្ឋវិមានបាទអ្នកនាំពាក្យខាងសេដ្ឋវិមានបាទគាត់ថាពេលដែលគេសួរថាតើសំទោសបាទនៅពេលដែលគេសួរទៅលោកត្រាំតែម្ដងបាទសួរថាតើលោកប្រធានាធិបតីខកចិត្តឬទេដែលខាងរុស្ស៊ីបានវាយប្រហារចឹងបាទគឺលោកត្រាំលោកគាត់ទៅឆ្លើយថាគឺខ្ញុំចង់ឲ្យលោកពូទីនបញ្ចប់សង្គ្រាមបាទការវាយប្រហារនេះគឺធ្វើឡើងក្នុងពេលដែលខាងអ៊ុយក្រែនគ្នាកំពុងតែរងអាកាសធាតុត្រជាក់ខ្លាំងហើយអ្នកចរចារបស់ខាងអ៊ុយក្រែននឹងកំពុងតែធ្វើដំណើរទៅទីក្រុងអាប៊ូដាប៊ីដើម្បីជួបប្រជុំទី2បាទជុំទី2នៅក្នុងទីនោះដែលគេបានក្រុងសម្រាប់ថ្ងៃពុធនិងថ្ងៃប្រហោះបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយមុននេះបន្តិចមុនពេលចូលមកគឺមានព័ត៌មានមួយទៀតដែលតកតទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅតំបន់ហ្គាហ្សាហ្នឹងដែលសម្រាប់មនុស្សយ៉ាងហោចណាស់ចំនួន19នាក់ផ្សេងទៀតនេះជាព័ត៌មានខ្លីដែលទើបតែវិវត្តបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាបាទនេះព័ត៌មានសំខាន់ដែលខ្ញុំរៀបចំជូនប៉ុណ្ណឹងរវល់ផងដែរបាទរៀបចំបានខ្លីប៉ុណ្ណឹងអញ្ចឹងព័ត៌មាននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកប្រជានឹងបានច្រើនណាអញ្ចឹងសូមអរគុណសូមជម្រាបលាសម្រាប់អ្នកនៅកម្ពុជារាត្រីសួស្តីបាទអ្នកនៅកម្ពុជាអ្នកនៅអាមេរិកបាទ Have a good day